ទូរស័ព្ទកំពូលរបស់ Oppo ត្រូវបានបញ្ចេញហើយនោះគឺ Oppo Find X9 Ultra ហើយនេះគឺជារូបភាពរបស់វាខ្ញុំឃើញគេធ្វើបទបង្ហាញខ្លះៗនៅលើ YouTube ហើយបាទអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺថាវាពិតជាអំណាចមែនទែនបាទមាន logo Oppo បូកជាមួយនឹង50 blood គេអញ្ចឹងទៅហើយការ design របស់គេហ្នឹងគឺប្លែក unique បាទហើយវាបែបខុសពីគេទាំងការដាក់ពណ៌ទាំងការដាក់ style set up អីក៏ដោយខ្ញុំឃើញថាទូរស័ព្ទហ្នឹងរីកក្រាស់បន្តិចបងប្អូនយើងក៏ប៉ុន្តែបើសិនជាទូរស័ព្ទក្រាស់ហើយវាខ្លាំងវាល្អកាមេរ៉ាកប់ហ្នឹងទៅខ្ញុំយកវាបាទអញ្ចឹងនេះគឺជាទូរស័ព្ទនឹងឯងបងប្អូនឃើញណារូបរាងវាគឺស្អាតខ្ញុំឃើញថាវាពិតជាគួរឲ្យចាប់អារម្មណ៍ឥឡូវយើងមើលទៅលើ spec របស់វាបាទអញ្ចឹងអេក្រង់របស់វាហ្នឹងគឺ 1440p 2K ហ្នឹងឯងបាទអញ្ចឹង 6.8 អ៊ីងរៀងតូចតិចបងប្អូនតាមពិត 6.9 ហ្មងទៅវាមិនអេមណាតែមើលរៀងធំតែអេក្រង់វាតូច iPhone យើងគឺ 6.9 Samsung គឺ 6.9 អញ្ចឹងណាវាចូល7អ៊ីងហើយតែខាងនេះ 6.8 ប៉ុន្តែប៉ុណ្ណឹងវាអូខេហើយណាកាមេរ៉ាវាអាហ្នឹងឃើញវា highlight វាណាយើងកាមេរ៉ាវា200 megapixel ថត 4K ណា RAM 16GB Snapdragon 8 Elite Gen 5 ថ្ម 7050 សាក 100W 50W wireless charge ហ្នឹងហើយអាហ្នឹងគឺជាចំណុច highlight គេពីលើឥឡូវតោះទៅមើលខាងក្នុងតែម្ដងទូរស័ព្ទដៃនេះមានកម្រាស់រហូតដល់ទៅ 8.29 OZ អាហ្នឹងគឺសង់ទីម៉ែត្រហ្នឹងឯងមើលទៅប្រហែលជារៀងក្រាស់បងប្អូនយើងហើយទម្ងន់ហ្នឹង235 ក្រាមហើយទៅលើការផលិតរបស់វាហ្នឹងគឺជាមួយនឹង glass ខាងមុខណា aluminum alloy frame កែមវាហើយ silicon polymer back ខាងក្រោយគេអាហ្នឹងគឺបែកស្បែកហ្នឹងមុនយើងហ្នឹងហើយបើ nano បូក nano sim 2ណាហើយយើងអាចដាក់ eSIM បានផង IP68 IP69 ប្រព័ន្ធការពារទឹកគឺធម្មតាហើយទៅលើអេក្រង់វាហ្នឹងដូចខ្ញុំបាននិយាយពីខាងលើមិនអញ្ចឹងទំហំគឺ 6.82 អ៊ីង 1.8 តែម្ដងទៅកុំឲ្យវាអាចចុងក្រោយ2នឹងបាច់ហៅទេណា LTPO AMOLED 1 billion color 144Hz nice ណាបាទអញ្ចឹងអេក្រង់វាគឺជាអេក្រង់ flagship មួយ 3600 nit peak brightness Dolby Vision HDR Vivid អញ្ចឹងទៅលាក់ជាដើម HDR10 Plus អញ្ចឹងណាបាទមាន Marketplay resolution ដូចខ្ញុំបាននិយាយអញ្ចឹងគឺ 2K ណា 1440p នឹងឯងបាទ aspect ratio គឺ19ហ្នឹងគេលេងហៅឥឡូវ aspect ratio គេលេងខ្វល់ឥឡូវទូរស័ព្ទឥឡូវហើយ PPI គឺក៏លេងខ្វល់ពីមុនមកគេខ្វល់រឿង PPI aspect ratio ណា screen to body ratio អញ្ចឹងទៅឥឡូវគេលេងខ្វល់អស់ពាក្យទាំងអស់ហ្នឹងគេចាប់តាមកាត់បដាអូខេ Android 16បូកជាមួយនឹង ColorOS 16ផងដែរណា Snapdragon 8 Elite Gen 5ដូចខ្ញុំបាននិយាយមិញអញ្ចឹងពីខាងលើ3 nanometer ហ្នឹងហើយជាមួយនឹង memory ក្នុងម៉ាស៊ីនហ្នឹងគឺ512បូក 16GB ហ្នឹងហើយ 16GB RAM វាណាហើយទំហំ memory ហ្នឹងគឺ 512GB មួយតេបូក 16GB ហើយ UFS ប្រភេទ storage វាមុនយើងគឺប្រភេទ storage លឿន 1.4 ណាហើយកាមេរ៉ាចំណុចសំខាន់វាដែលខ្ញុំចង់និយាយបាទអញ្ចឹងគឺ200 megapixel f1.8 lens goal វាណាមុនយើងមានបច្ចេកវិទ្យា OIS ផងគេហៅថា optical image stabilization ហើយ200 megapixel periscope lens zoom បាន 3x optical zoom 200 ទៀត zoom វាសំខាន់នេះ50 megapixel f3.5 មុននេះ50 megapixel f3.5 telephoto lens វាណាទំហំ50 zoom បាន 10x បាទ optical zoom 10x ធម្មតាទូរស័ព្ទឥឡូវគឺ iPhone ដាក់ត្រឹម5ត្រឹម4ណា Samsung ដាក់ត្រឹម5ទេ optical zoom គេឡើងអត់បាន 10x ទេតែអានេះគឺ 10x optical zoom មិនណយទេបងប្អូនជើណាហើយយើងអាចធ្វើការ zoom digitally បានឆ្ងាយ 100x អញ្ចឹងទៅណាប៉ុន្តែខ្ញុំអត់ចង់រាប់ទេរាប់តែ optical ទៅបានអា lens goal ហើយមិន 99 ចង់និយាយអញ្ចឹងណា lens ចុងក្រោយគេគឺ50 megapixel ណាអមយើង aperture 2.0 ultra wide អមយើងហើយសម្រាប់ថតប្លង់ទលេនឹងឯងបាទអញ្ចឹង lens វានេះគឺ4គ្រាប់បងប្អូនឃើញទេ2គ្រាប់200 megapixel ណាមិនធម្មតាទេ200 megapixel 2គ្រាប់50 megapixel 2គ្រាប់ថត 4K វីដេអូអមយើងធម្មតាមិននិយាយទេ 8K អត់ដឹងទេមានឬក៏មានអត់ដឹងដែរចាំមើលជាក់ស្ដែងកាមេរ៉ាខាងមុខ50 megapixel អមណាថត 4K វីដេអូបានដូចគ្នាណាជាមួយនឹង stereo speaker អញ្ចឹងទៅឡើងជាដើមបាទអញ្ចឹង spec ហ្នឹងគឺកប់ហើយបងប្អូនយើងបាទសូមមើលកន្លែងថ្មបន្តិចគឺប្រើប្រភេទ silicon carbon battery ណាទំហំថ្មហ្នឹងគឺ 7050 mAh ហើយសាក 100W wireless charge ប្រហែល 50W reverse charging 10W បាទហើយប្រភេទហ្នឹងគឺទូរស័ព្ទដៃហ្នឹងគឺ
ទៅគេបាននិយាយថាវាជាលក្ខណៈ global មុនយើង version ចិនក៏មានបើថាបងប្អូនយើងឆ្លាញ់វាតែញ៉ា version ចិនប្រើទៅណាយើងប្រើបានដូចគ្នាប៉ុន្តែវាពេលខ្លះជាមួយនឹង banking app វាអត់សូវដើរទេវាដើរត្រូវបានដូចគ្នាប៉ុន្តែយើងទល់តែយើងជំរុញវាបន្តិចយើងព្យាយាម enable វាលក្ខណៈជាដើមអញ្ចឹងណាតែបើថាចង់បាន global គឺមាន version global Find X9 Ultra ហ្នឹងណាគេថាវានឹងចេញ global តែម្ដងហ្នឹងហើយតម្លៃវាហ្នឹងដូចជា1000ជាងហីបងប្អូនយើងបាទអញ្ចឹងទូរស័ព្ទលំដាប់ហ្នឹងគឺដឹងថា$1000ជាងហីបាទអញ្ចឹងខ្ញុំគិតថាវាជាទូរស័ព្ទដ៏ល្អមួយបាទបងប្អូនយើង Oppo Find X9 Ultra តាមពិត flagship Oppo គឺខ្លាំងបងប្អូនយើង Oppo នេះ Vivo នេះគឺធ្វើកាចទូរស័ព្ទគាត់បាទបើសិនជាខ្ញុំមានលុយទិញ Android phone ណាបងយើងខ្ញុំសម្លឹងមើលពួកពីរហ្នឹងទេណា Oppo និង Vivo តែប៉ុណ្្នឹងទេ Samsung អញ្ចឹងទៅណាឬក៏ Xiaomi អញ្ចឹងទៅគឺ MM ហីប៉ុន្តែគាត់ថាពួកពីរនេះFind X9 Ultra ហ្នឹងក៏ដូចជា Vivo កាមេរ៉ាវាកាចបាទអញ្ចឹងជាតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់មនុស្សប្រចាំថ្ងៃតែម្ដងបើអញ្ចឹងកាមេរ៉ាវាខ្លាំងម៉ាស៊ីនវាខ្លាំងបាត់ទៅហើយហ្នឹងបងប្អូនយើងម៉ាស៊ីនវាខ្លាំងតែមានអន់អីវាកាមេរ៉ាវាខ្លាំងតែថ្មវាកាន់ល្អទៀតអញ្ចឹងទៅអញ្ចឹងពីណាមិនចង់បានខ្ញុំក៏ចង់បានដែរណាបងប្អូនហ្នឹងហើយអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់និយាយពាក់ព័ន្ធទៅនឹងទូរស័ព្ទដៃដ៏ទំនើបកំពូលរបស់ Oppo ហ្នឹងហើយអញ្ចឹងសង្ឃឹមបងប្អូនយើងចូលចិត្តជួបគ្នានៅឱកាសក្រោយបាយ